ត្រេកអរជួបរឿងដោយសារតែយកកៅអៅនឹងហើយតែខ្ញុំត្រូវគេចាប់រំលងជន់ទីរំលងដូចធ្លាក់នរងជាប់ស្នាមក៏ខ្វក់តើខ្ញុំគួរធ្វើយ៉ាងណាតើខ្ញុំអាចលុបស្នាមកខ្វក់នេះជ្រះដែរទេអស់ហើយចប់ហើយអនាគតខ្ញុំត្រូវចប់ត្រឹមនេះហើយធ្វើមិនទៅហេតុអីរឿងអភិមង្គលនេះកម្មលើខ្លួនខ្ញុំស្ដីចេស្រ័យសួរលោកតាតើនាងយុទ្ធតែងធွာទេឬខ្ញុំคงដែរព្រោះតែកើតមកងូតទឹកខ្ញុំត្រូវទៅងូតទឹកសម្អាប់ព្រឹកខ្វក់លើខ្លួនខ្ញុំអស់គុំដឹងតងខ្ញុំសូមអង្វរអាក្រក់ឬល្អសូមអ្នកជួយគិតសូមមេត្តាខ្ញុំតែមិនបានទេបើខ្ញុំងូតទឹកផោះតាទាំងអស់ត្រូវបាត់អស់ហើយខ្ញុំត្រូវនិយាយរឿងនេះប្រាប់ម៉ែនិងប៉ាដែរខ្ញុំត្រូវប្តឹងប៉ូលីសអត់បើខ្ញុំប្តឹងគេគ្រប់គ្នានឹងដឹងរឿងខ្ញុំតើខ្ញុំឪពុកម្ដាយខ្ញុំយកមកទៅឯណាតើបងប្រធានគ្រូសាគាត់នៅតែទទួលយកខ្ញុំដែរសិលាកើតអីហ្នឹងកូនហើយក៏ឲ្យកូនប្រឡាក់ស្ដីហ្នឹងកូនជិះម៉ូតូដួលហ៎សិលាហេតុអីបានកូនយំមានរឿងអីកូនមានរឿងអីហ្នឹងកូនហ៎មានរឿងអីពីងកាលហើយយ៉ាងណាអ្នកធ្វើខ្ញុំស្គាល់ទេយើងត្រូវតែប្តឹងប៉ូលីសមិនអាចប្តឹងបានទេហេតុអីបើសម្ពុតវារហែកហើយនោះមិនចាំបាច់ហែកវារហែកកាន់តែខ្លាំងថែមទៀតនោះពាក្យចាស់ពោលថាមានកូនស្រីដូចមានប្រហុកមកពីងនៅមុខផ្ទះអញ្ចឹងពិតជាមិនខុសមែនកូនណាត្រូវគេធ្វើបាបបែបនេះហេតុអីក៏នៅតែបន្ទោសកូនទៀតបន្ទោសអញ្ចឹងអានឹងហើយតាំងខ្លួនដូចជាប្រុសទៅណាមកណាហ្នឹងតែម្នាក់ឯងឃើញទេសាងភាពអាម៉ាស់ឲ្យគ្រួសារតតែបានហ្នឹងកូនណាវាមិនចង់ឲ្យមានរឿងនេះកើតឡើងទេត្រូវតែប្តឹងប៉ូលីសចាប់អាអ្នកធ្វើនោះយកមកដាក់គុកបើរឿងនេះវាបែកចោកចាយនោះចុះរឿងរៀបការរបស់សិលានោះម៉ែវាអាចគិតយ៉ាងម៉េចទៅខ្ញុំគិតច្បាស់ហើយខ្ញុំខ្វល់ទៀតទេខ្ញុំត្រូវទៅប្តឹងប៉ូលីសអ្នកដែលធ្វើអំពើស្មោកគ្រោកនេះមកលើខ្ញុំមិនអាចដេកបានស្រួលសោះច្បាយនោះទេសូមជម្រាបសួរអ្នកគ្រូអរគុណអង្គុយចុះអរគុណអ្នកគ្រូហើយអ្នកគ្រូឲ្យអង្គុយចុះតានៅឈរទៅអីទៀតពួកខ្ញុំបានដឹងរឿងអ្នកគ្រូអស់ហើយតែអ្នកគ្រូក៏បារម្ភទោះមានរឿងបែបនេះកើតឡើងជាមួយអ្នកគ្រូក៏ដោយពួកខ្ញុំនៅតែគោរពនិងស្រឡាញ់អ្នកគ្រូដូចមុនដដែលពួកខ្ញុំគោរពនិងស្រឡាញ់អ្នកគ្រូអរគុណណាស់បងប្អូនអ្នកគ្រូក៏ស្រឡាញ់បងប្អូនទាំងអស់គ្នាដែរអង្គុយចុះទៅអរគុណអ្នកគ្រូស្រ័យសួរលោកតាតើនាងយុទ្ធតែងធွ
កជាស្រីមែនទេគុំដឹងតងខ្ញុំសូមអង្វរអាក្រក់ឬល្អសូមអ្នកជួយគិតសូមមេត្តាខ្ញុំជួយឡើងទឹកចិត្តស្រឡាញ់អាណិតដូចស្រីដទៃ